អ្នកអង្គញាហ៊ុនតូអះអាងថាលោកពិតជាមានភាគហ៊ុន30%នៅក្រុមហ៊ុនហ៊ុយវ៉ាន់ភេពិតមែនតែលោកគ្មានសិទ្ធិចាត់ចែងការងារទូទៅនៅក្នុងក្រុមហ៊ុននេះនោះឡើយអ្នកអង្គញាហ៊ុនតូដែលត្រូវបានគេស្គាល់ថាជាសេដ្ឋីប្រាក់លានលំដាប់ប្រទេសមួយរបស់កម្ពុជានិងជាអ្នកវិនិយោគលើវិស័យធំជាច្រើនផងដែរនៅកម្ពុជាបានចេញមុខស្រ័យបំភ្លឺជុំវិញទៅនឹងការចោទប្រកាន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមក៏ដូចជាសាធារណជនមួយចំនួនដែលបានអះអាងថាលោកគឺជាអ្នកដែលនៅពីក្រោយខ្នងក្រុមហ៊ុនហ៊ុយវ៉ាន់ភេជាក់ស្ដែងបើយោងតាមសេចក្តីបំភ្លឺដែលមានភ្ជាប់ជាមួយនឹងស្នាមមេដៃរបស់អ្នកអង្គញាហ៊ុនតូនិងបោះត្រាមេធាវីផ្ទាល់ខ្លួនរបស់អ្នកអង្គញាចុះថ្ងៃទី6ឧសភាឆ្នាំ2026បានសរសេររៀបរាប់ថានាពេលថ្មីនេះមានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គមដោយបានភ្ជាប់រូបអង្គញាជាមួយនឹងក្រុមហ៊ុនហ៊ុយវ៉ាន់ភេក្នុងនោះបានចោទប្រកាន់ទៅអ្នកអង្គញាថាជាថៅកែធំរបស់ក្រុមហ៊ុននេះដោយបានប្រមូលផ្ដុំធ្វើការតវ៉ាដើម្បីឲ្យអ្នកអង្គញាចេញមុខដោះស្រាយករណីលុយដែលពួកគេបានដាក់និងមិនទាន់បានទទួលការទូទាត់សងវិញក្នុងលិខិតបំភ្លឺដដែលអ្នកអង្គញាហ៊ុនតូបញ្ជាក់ថាកន្លងមកលោកពិតជាមានភាគហ៊ុននៅក្នុងក្រុមហ៊ុនហ៊ុយវ៉ាន់ភេពិតមែនចំនួន30%ដោយនៅក្នុងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ2020ប៉ុន្តែផ្អែកលើជំពូក2ចែកអំពីដើមទុនភាគហ៊ុននិងប្រការ9ស្ដីពីការបង់ប្រាក់ភាគហ៊ុនអ្នកអង្គញាហ៊ុនតូបានបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន30%នេះតាំងពីចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូងពីឆ្នាំ2020មកម្លេះដោយសារតែអ្នកអង្គញាមិនបានបង់ប្រាក់សុទ្ធចំនួន30%ដែលជាចំណាយភាគហ៊ុនរបស់អ្នកអង្គញាចូលទៅក្នុងក្រុមហ៊ុនសម្រាប់បើកដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុនដោយមូលហេតុក្រុមហ៊ុនមិនបានបែងចែកសិទ្ធិអំណាចឬសិទ្ធិសម្រេចកិច្ចការងារក្នុងក្រុមហ៊ុនដើម្បីឲ្យអ្នកអង្គញាហ៊ុនតូទទួលខុសត្រូវជាពិសេសសិទ្ធិលើការគ្រប់គ្រងចំណូលចំណាយនិងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបន្ថែមលើនេះអ្នកអង្គញាហ៊ុនតូក៏បានអះអាងនៅចំណុចមួយចំនួនទៀតដែលសរបញ្ជាក់ថាអ្នកអង្គញាមិនពាក់ព័ន្ធទៅនឹងការងារប្រតិបត្តិការរបស់ក្រុមហ៊ុនហ៊ុយវ៉ាន់ភេដូចជាទី1អ្នកអង្គញាមិនដែលទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំឬមហាសន្និបាតនៃម្ចាស់ភាគហ៊ុននោះទេទី2អ្នកអង្គញាហ៊ុនតូអះអាងថាអ្នកអង្គញាមិនធ្លាប់បានចាត់តាំងឬក៏តែងតាំងអាណត្តិគីហករួមណាម្នាក់ជាតំណាងភាគហ៊ុននៅក្នុងក្រុមហ៊ុនដោយដែលបានកំណត់ក្នុងប្រការ12ចំពុក2នៃលក្ខន្តិកៈនិងប័ណ្ណបញ្ជាផ្ទៃក្នុងក្រុមហ៊ុននោះឡើយទី3អ្នកអង្គញាហ៊ុនតូអះអាងថាអ្នកអង្គញាមិនធ្លាប់ទទួលបានប្រាក់ចំណេញប្រាក់ភាគលាភនិងទ្រព្យសកម្មបន្តិចណាសោះពីក្រុមហ៊ុនមួយនេះទី4នោះអ្នកអង្គញាហ៊ុនតូអះអាងថាអ្នកអង្គញាមិនធ្លាប់បានចូលរួមបោះឆ្នោតក្នុងកិច្ចប្រជុំនិងចូលរួមអនុម័តកិច្ចការផ្សេងៗរបស់ក្រុមហ៊ុនហ៊ុយវ៉ាន់ភេឡើយទី5អ្នកអង្គញាហ៊ុនតូថាអ្នកអង្គញាក៏មិនធ្លាប់បានទទួលព័ត៌មានពីប្រតិបត្តិការអ្វីទាំងអស់ពីក្រុមហ៊ុនយោងតាមលិខិតបំភ្លឺដដែលអ្នកអង្គញាហ៊ុនតូបានគូបញ្ជាក់ថានៅថ្ងៃទី1តុលា2025ក្រុមហ៊ុនជំរះបញ្ជី Rich and Partner ដែលជាក្រុមហ៊ុនជំរះបញ្ជីតាមនីតិវិធីផ្លូវច្បាប់ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាបានបញ្ចប់ការជំរះបញ្ជីនិងបានចេញរបាយការណ៍ចុងក្រោយស្ដីពីការជំរះបញ្ជីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ហ៊ុយវ៉ាន់ភេដោយបានបញ្ជាក់ពីការបញ្ចប់ទាំងស្រុងអំពីការជំរះបញ្ជីរវាងម្ចាស់បំណុលជាមួយគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ហ៊ុយវ៉ាន់ភេនៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនជំរះបញ្ជីបានបញ្ជាក់ថាក្រោយពីធ្វើការទូទាត់សងម្ចាស់បំណុលរួចរាល់អស់ហើយនោះគ្រឹះស្ថានហ៊ុយវ៉ាន់ភេនៅសល់សាច់ប្រាក់សុទ្ធចំនួន$1,189,235.51 និងបានធ្វើការបែងចែកប្រាក់ដែលនៅសេសសល់នេះជូនម្ចាស់ភាគហ៊ុនពិតប្រាកដដែលទទួលខុសត្រូវក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុនកន្លងមក
ជាមួយគ្នាអ្នកអញ្ញាហ៊ុនតូក៏បានគូបញ្ជាក់ថាអ្នកអញ្ញាពុំមានចំណែកក្នុងការទទួលប្រាក់ដែលសល់ក្រោយពីជំរះបញ្ជីនោះទេដោយសារតែអ្នកអញ្ញាមិនមែនជាម្ចាស់ភាគហ៊ុនដែលបានពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការក្រុមហ៊ុនកន្លងមកឡើយអ្នកអញ្ញាគូបញ្ជាក់ទៀតថាអ្នកអញ្ញាអះអាងថាចំពោះគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ HP Service PLC គឺអ្នកអញ្ញាពុំមានភាគហ៊ុនឬពាក់ព័ន្ធក្នុងក្រុមហ៊ុននោះឡើយយោងតាមលិខិតបំភ្លឺដដែលអះអាងថាបើយោងតាមសេចក្តីបំភ្លឺនេះគឺជាភស្តុតាងដែលបញ្ជាក់ការពិតអំពីការមិនពាក់ព័ន្ធកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន ហ៊ុយវ៉ាន់ផេដើម្បីកុំឲ្យមានការយល់ច្រឡំទៅលើអ្នកអញ្ញាហ៊ុនតូថាជាម្ចាស់របស់ក្រុមហ៊ុន ហ៊ុយវ៉ាន់ផេបន្តទៅទៀតជាពិសេសនោះអ្នកអញ្ញាហ៊ុនតូបានអះអាងថាខ្លួននឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធនិងត្រៀមផ្ដល់ឯកសារឬភស្តុតាងនានាតាមដែលច្បាប់តម្រូវ